ជំរាបសួរតែជនទាំងអស់គ្នាថ្ងៃនេះមានរថយន្តថ្មីចូលមកបង្ហាញជូនបងទៀតហើយជាមួយនឹង Toyota Prius ចា Prius នេះគឺមិនមែន Prius ធម្មតាទេគឺ Prius V ចាមកជាមួយនឹងស៊េរីឆ្នាំ2012ចាពណ៌សកាម៉ៃហើយ option 5ចាមកជាមួយនឹងជាគៀងគុជ3បងឃើញជាគៀងគេហ៎ចាហើយនឹងមានបាញ់ទឹកជាគៀងផងដែរឥឡូវយកមកមើលរថយន្តមកជុំសម្រាប់ Prius V បំពង់កង់របស់គេចាខ្ញុំមើលសិនចាំវង17បងចាដោយព្រោះoption 5យើងដែរព្រោះ option 5វង17ដែរចាហើយយើងមកមើលមកជុំនិយាយទៅព្រោះវីគឺជារថយន្តមួយដែលសេលសាំងពន្ធផ្លូវក៏ធូរចាពាក់ព័ន្ធជាមួយនឹងទំហំក៏ដាក់អីវ៉ាន់បានច្រើនចាកន្លែងដាក់អីវ៉ាន់ដាក់បានច្រើនហើយទលាយស្រួលចាសម្រាប់បងប្រើលក្ខណៈគ្រួសារគឺត្រូវតែម្ដងចាបងមើលនេះកន្លែងគូបក្រោយគឺដាក់អីវ៉ាន់បានច្រើនហើយមកគ្រឿងនេះគឺខ្ញុំកំពុងតែរៀបចំនៅឃ្លាំងអញ្ចឹងបងដែលគាត់ចាប់អារម្មណ៍ចាអាចអញ្ជើញមកមើលបានណាចាមានកាមេរ៉ាក្រោយចាកាមេរ៉ាស៊ីនមកហ្មងណាបងខ្ញុំមានរូបភាពដើមដែរបងអាចអញ្ជើញមកឃ្លាំងមើលរូបភាពដើមបានអានេះផ្នែកខាងក្រោយខាងអ្នកជិះហ៎បងពាក់ព័ន្ធមួយកៅអីគឺស្រួលអានេះពុកស្បែកស៊ីនមកក្នុងលឿងបងចាកៅអីបងចង់ចាផ្ដេកអញ្ចេះក៏បានចាបងចង់បត់វាក៏បានហើយទាញមួយមុខអីក៏បានដែរចាសម្រាប់បងដែលគាត់អង្គុយក្រោយចាគាត់ទៅផ្លូវឆ្ងាយមានអារម្មណ៍ចុករយខ្នងចាចកេះអីចាអាចផ្ដេកបានហើយកន្លែងដាក់ជើងអីក៏ទលាយស្រួលដែរចាបងចាសម្រាប់មកគ្រឿងនេះគឺតម្លៃល្អមែនតើចាចាប់អារម្មណ៍អាចអញ្ជើញមកមើលបានចាបងចង់ទិញដាច់ក៏បានបងមលុះក៏បានវាយដូរក៏បានដែរនេះផ្នែកខាងតកង់ចាពាក់ព័ន្ធជាមួយនឹងសាច់ជ័រចាដៃចកោស្បែកពុកអីគឺនៅថ្មីល្អចាអត់មានកលិតកលាញអីទេហើយអានេះប្រើជាមួយនឹង EV Eco Power Mood អីដូចចាព្រោះយើងធម្មតាអញ្ចឹងហើយសម្រាប់ព្រោះវិញនិយាយជាក់ស្ដែងទៅគឺយើងយកមកច្រើនហើយបងចាមែនលើកទី1គឺយកមកច្រើនគ្រឿងមែនតើចាំបងដែលគាត់ចាប់អារម្មណ៍ជាមួយនឹង Toyota Prius V អាចអញ្ជើញមកមើលនៅឃ្លាំងបានឥឡូវយើងមកមើលប្លុកម៉ាស៊ីនសម្រាប់នៅ MK ខាងខ្ញុំធានាទៅលើអាគុយhybridជូនបងរហូតដល់1ឆ្នាំពេញចាបងឃើញខ្ញុំផុសក្នុង page ហ្នឹងចាមិនមែនលេងទេគឺមែនតែនចាធានាអាគុយ hybrid ជូនបងរយៈពេល1ឆ្នាំពេញប្រូម៉ូសិននៅក្នុងខែ6ហ្នឹងចាំបងតែងរថយន្តនៅក្នុងខែ6ចាគឺបានប្រូម៉ូសិនធានាអាគុយ1ឆ្នាំពេញធានាម៉ាស៊ីនប្រអប់លេខ2ឆ្នាំប្រព័ន្ធភ្លើង3ខែពិសេសណាបងចាហើយបងមើលប្លុកម៉ាស៊ីនគឺយើងលាងសាប៊ូធម្មតាបងឃើញនៅស្មេកស្មោឡើយព្រោះដោយសារអត់ទាន់សម្អាតហើយអស់ហេចឹងបងចាប់អារម្មណ៍ចាចង់ជីសាកឡើងប៉ងមើលបាតអីអាចអញ្ជើញមក MK បានណាខ្ញុំមានតែមួយគ្រឿងហ្នឹងទេនៅក្នុងស្តុកទៅតែម្ដងថ្មីចាទីតាំងគឺនៅខាងក្រោយអូតាលៀនថខននៅលើផ្លូវ430កែងជាមួយនឹងផ្លូវ205នៅម្ដុំផ្លូវក្រោយប៉េរ៉ូស៊ីតែម្ដងហើយសូមបញ្ជាក់ថាបងចាចង់បងមលូអាចតម្លាក់ឯកសារតាម Telegram ឬមួយក៏ឆាតចូល Page បានអរគុណជម្រាបលា